ពុំមានទាំងអស់គ្នាមកធ្វើបបរមាន់ស្រាយជាមួយខ្ញុំគ្រឿងផ្សំមានដូចខាងលើដែលខ្ញុំដាក់នៅក្នុងវីដេអូនោះចាជាដំបូងគឺនឹងខ្ញុំយកគ្រឿងដូចជាហើយប៊ីហឺជាមួយនឹងស្លឹកខ្ទឹមខ្ទឹមសមកដាក់ក្នុងទឹកដែលខ្ញុំស្ងោរមាន់ហ្នឹងហើយជាមួយនឹងឆៃប៊ឺផងដែរបន្ទាប់មកខ្ញុំក៏បានដាក់សាច់មាន់ដែលហែកហើយនឹងពីព្រោះស្ងោរអត់សូវផុយហ្នឹងដាក់ស្ងោរបន្ថែមមុនតែជាទូទៅបបរបើយើងប្រើសាច់មាន់ហែកពីច្រើនគឺគេដាក់កូនមុនចឹងតែដោយសារខ្ញុំស្ងោរឲ្យប្រញាប់ដែរបបរនេះគ្មានបាយចាបន្ទាប់មកដាក់គ្រឿងទឹកត្រីអំបិលប៊ីចេងជាមួយនឹងម្សៅស៊ុបខ្នុរចាំបន្ទាប់មកនេះខ្ញុំក៏រំងាស់សាច់មាន់នឹងចោលប្រហែលជា5នាទីចឹងទៅក៏បានចាប់ផ្ដើមដាក់ជាមួយនឹងកូរឆាចាដាក់កូរឆាកូរនេះប្រហែលជាមួយកំប៉ុងកន្លះអំពុំមានចាអ្នកខ្ញុំដាក់កូរចូលចឹងទៅរំងាស់ចោលប្រហែលជា10នាទីជាងទៀតកូរយើងក៏ចាប់ផ្ដើមរីកមកល្មមហើយនឹងខ្ញុំក៏បន្ថែមជាមួយនឹងផ្សិតចំបើងនិងផ្សិតកាភ្លើងមាន់បន្ថែមដើម្បីឲ្យបបរយើងកាន់តែមានរសជាតិឈ្ងុយឆ្ងាញ់ចឹងណាចាបន្ទាប់ពីដាក់ផ្សិតហើយយើងបង្ងាស់ថែមប្រហែលជា2-3នាទីអីហ្នឹងបបរយើងបានឆ្អិនល្មមហើយអត់ពុំមែនចាជាចុងក្រោយនេះខ្ញុំក៏បន្ថែមជាមួយនឹងខ្ទឹមបំពងសម្រាប់ជីហើយនឹងម្រេចគឺនេះខ្ញុំអត់ដាក់ទេពីព្រោះកូននេះខ្ញុំអត់ចេះញ៉ាំអញ្ចឹងណាពេលដែលខ្ញុំឬក៏អ្នកផ្ទះខ្ញុំញ៉ាំគឺគាត់ដាក់បន្ថែមនៅខាងក្រៅចាឥឡូវនេះបបររបស់នេះខ្ញុំបានឆ្អិនហើយតំណងទេអំពូមេងមកញ៉ាំបបរជាមួយខ្ញុំទាំងអស់គ្នាthank you តាអំពូមេងទាំងអស់គ្នាអញ្ជើញមកញ៉ាំបបរជាមួយខ្ញុំអរគុណអំពូមេងដែលបានតាមដានទស្សនាវីដេអូរបស់ខ្ញុំតាំងពីដើមរហូតដល់ចប់ជូនពរអំពូមេងទាំងអស់គ្នាជួបប្រទះតែនឹងសេចក្តីសុខគ្រប់ក្រុមគ្រួសារអរគុណជម្រាបលាបាយបាយ